ប្រវត្តិឈឺចាប់នៃការស្លាប់របស់កំសត់ដែលជាកូនច្បងនៅថ្ងៃទី10ខែវិច្ឆិកាឆ្នាំ1976លើកនេះខ្ញុំសូមរៀបរាប់លម្អិតបន្តិចអំពីការស្លាប់របស់កូនប្រុសច្បងដែលខ្ញុំបានដាក់ឈ្មោះថាហ៊ុនកំសត់នាថ្ងៃ10ខែវិច្ឆិកាឆ្នាំ1976ខ្ញុំរៀបការជាមួយភរិយាខ្ញុំនៅថ្ងៃទី5ខែមករាឆ្នាំ1976ជាមួយយុទ្ធជនពិការផ្សេងទៀតសរុប13គូដែលខ្ញុំជាគូទី13ខ្ញុំរៀបការក្នុងវ័យ24ឆ្នាំឯភរិយាខ្ញុំក្នុងវ័យ22ឆ្នាំបន្ទាប់ពីបានស្គាល់គ្នាកាលពីខែមិនិនាឆ្នាំ1974ការរៀបការនាសម័យនោះប្រៀបដូចជាការប្រជុំទាហានឲ្យឆ្លើយសំណួរនិងចុងក្រោយបណ្ដាំរបស់គណៈអធិបតីប្រៀបដូចបណ្ដាសាសម្រាប់គូស្រករថ្មីក្រោយរៀបការប្តីប្រពន្ធក្មេងៗរបស់យើងត្រូវធ្វើដំណើរផ្លាស់កន្លែងសម្រាក3កន្លែងក្នុងពេល3ថ្ងៃទម្រាំដល់កន្លែងស្នាក់នៅពិតប្រាកដយប់ថ្ងៃ5ខែមករាឆ្នាំ1976នៅភូមិច្រាបស្រុកត្បូងឃ្មុំយប់ថ្ងៃ6ខែមករាឆ្នាំ1976នៅភូមិតាហៀវស្រុកពញាក្រែកយប់ថ្ងៃ7ខែមករាឆ្នាំ1976នៅចំការដូងទីបញ្ជាការយោធាតំបន់នៅស្រុកមេមត់និងយប់ថ្ងៃ8ខែមករាឆ្នាំ1976មកភូមិកោះថ្មឃុំទន្លូងស្រុកមេមត់ដែលជាទីបញ្ជាការកងវរៈសេនាធំដែលជាកន្លែងស្នាក់នៅរបស់ខ្ញុំពួកយើងបានរស់នៅជាមួយគ្នាបាន4ថ្ងៃ4យប់ប៉ុណ្ណោះភរិយាខ្ញុំត្រូវបានកោះហៅឲ្យទៅចូលរួមលើកប្រព័ន្ធភ្លឺស្រែរឿងដែលខ្ញុំមិនយល់គឺកងទ័ពរាប់ពាន់នាក់កំពុងបំពេញកិច្ចការនេះហើយហេតុអ្វីមកត្រូវការភរិយាខ្ញុំដែលជាស្ត្រីទុនខ្សោយម្នាក់ដែលទើបរៀបការហើយបានប្រមាណថ្ងៃហើយជាគ្រូពេទ្យទើបមកដល់អង្គភាពនេះទៅវិញព្រឹកថ្ងៃ12ខែមករាឆ្នាំ1976ម៉ូតូបានដឹកភរិយាខ្ញុំចេញទៅដោយមិនដឹងថាគេយកទៅទីណាផងនេះជាលើកដំបូងដែលខ្ញុំស្គាល់រសជាតិបែកពីភរិយាព្រោះពេលមុនខ្ញុំធ្លាប់តែបែកពីឪពុកម្ដាយបងប្អូនប៉ុណ្ណោះក្តីបារម្ភពិតជាមានយ៉ាងធំធេងសម្រាប់ខ្ញុំជាប្តីតែក្រោយមកខ្ញុំទទួលព័ត៌មានថាភរិយាខ្ញុំបានទៅធ្វើការនៅមន្ទីរពេទ្យយោធាតំបន់ដែលបោះនៅវត្តពពេលស្រុកពញាក្រែកដែលពេលនោះគេបង្កើតទៅស្រុកទឹកជ្រៅខ្ញុំបានធូរចិត្តបន្តិចព្រោះមុនពេលភរិយាខ្ញុំចេញទៅខ្ញុំបានប្រាប់គាត់ថាបើទៅនៅមន្ទីរពេទ្យយោធាតំបន់សូមឲ្យរកគ្រូពេទ្យតាំងលីដែលធ្លាប់ព្យាបាលឲ្យខ្ញុំតាំងពីឆ្នាំ1971និងច័ន្ទសាខនដែលជាយុទ្ធមិត្តម្នាក់ធ្លាប់ត្រូវបានរ៉ានីព្យាបាលឲ្យក្រោយត្រូវរបួសយប់ថ្ងៃ23ខែមិនិនាឆ្នាំ1973ពេលវាយបន្ទាយទន្លេបិទចូលមកដល់ខែកុម្ភៈឆ្នាំ1976ខ្ញុំបានទៅរកភរិយាខ្ញុំនៅមន្ទីរពេទ្យយោធាតំបន់នៅវត្តពពេលក្តីសង្ឃឹមជំនួសដោយការខកចិត្តព្រោះពេលទៅដល់គេប្រាប់ថាភរិយាខ្ញុំនិងគ្រូពេទ្យតាំងលីត្រូវបានអង្គការយកទៅលើកប្រព័ន្ធភ្លឺស្រែនៅភូមិខ្នាឃុំស្រឡប់ស្រុកត្បូងឃ្មុំតាំងពីមកដល់មិនបានប្រមាណថ្ងៃផងតាំងពីគេបំបែកភរិយាខ្ញុំថ្ងៃទី12ខែមករាដល់ខែកុម្ភៈនេះខ្ញុំគិតថាមានបញ្ជាពីថ្នាក់តំបន់ឲ្យធ្វើរឿងនេះព្រោះពេលរៀបការអនុប្រធានតំបន់ដែលធ្វើជាអធិបតីបានសួរខ្ញុំ3សំណួរដែលសំណួរសំខាន់គឺតើសមមិត្តមានលទ្ធភាពកសាងភរិយាឲ្យคล้ายទៅជាវណ្ណៈអធនវណ្ណៈកម្មជីពបានឬទេដែលសំណួរនេះសំដៅត្រង់ទៅរករ៉ានីដែលមានសម្បុរសរូបរាងស្អាតនោះឯងប្រសិនគ្មានប័ណ្ណបញ្ជាពីអនុប្រធានតំបន់នេះទេក៏មិនមានអ្នកណាខ្វះការយោគយល់រហូតយកប្រពន្ធមេបញ្ជាការកងទ័ពម្នាក់ដែលបញ្ជាលើកងទ័ពជាង 2000 នាក់ទៅលុតដំបែបនេះដែរទោះជាអតីតដែលជាមេបញ្ជាការខូខើក៏ដោយក្រោយទទួលបានព័ត៌មានថាប្រពន្ធខ្ញុំនៅភូមិខ្នាខ្ញុំប្រញាប់ចាក់ចេញពីមន្ទីរពេទ្យទៅភូមិខ្នាដោយមធ្យោបាយម៉ូតូម៉ាក Honda CA90 យើងបានជួបគ្នា2យប់មួយយប់សម្រាប់នៅកុដិលោកក្នុងវត្តនិងមួយយប់ទៀតសម្រាប់នៅផ្ទះប្អូនបងជុំហូលមេបញ្ជាការរបស់ខ្ញុំត្រឡប់មកអង្គភាពវិញដោយមិនទាំងដឹងថាភរិយាខ្ញុំមានផ្ទៃពោះទៀតផងព្រោះពេលនោះគ្មានមធ្យោបាយតាក់ទងគ្នាដូចពេលនេះទេក្នុងអំឡុងមុនពេលចូលឆ្នាំខ្មែរនាខែមេសាឆ្នាំ1976ទាំងរ៉ានីទាំងខ្ញុំទៅសម្រាប់ពេទ្យព2ជាមន្ទីរពេទ្យភូមិភាគ203ដែលមានទីតាំងនៅវិទ្យាល័យអូរាំងអ៊ឺនាពេលបច្ចុប្បន្នមន្ទីរពេទ្យនេះហើយដែលវះកាត់យកកែវភ្នែកឆ្វេងខ្ញុំនិងព្យាបាលឲ្យខ្ញុំកាលពីខែកញ្ញាឆ្នាំ1975
ពេលខ្ញុំទៅដល់មន្ទីរពេទ្យគ្រូពេទ្យឈ្មោះឆៃលឹមដែលជាអ្នកវះភ្នែកឲ្យខ្ញុំនិងជាសិស្សរួមថ្នាក់រួមចំនួនជាមួយរ៉ានីពេលរៀនពេទ្យមធ្យមបានប្រាប់ខ្ញុំថារ៉ានីបានមកសម្រាប់មន្ទីរពេទ្យនេះប៉ុន្មានថ្ងៃហើយខ្ញុំភ្ញាក់ផ្អើលនិងក៏ដូចអៀនខ្មាស់ដែរដោយសារគ្មានដំណឹងពីភរិយារបស់ខ្លួនក្រោយបំពេញបែបបត់ចូលសម្រាប់មន្ទីរពេទ្យហើយខ្ញុំប្រញាប់ទៅរករ៉ានីដែលសម្រាប់នៅខាងអគារសម្រាប់ស្ត្រីខ្ញុំបានជួបមុខរ៉ានីខ្ញុំសប្បាយចិត្តខ្លាំងណាស់តែរឿងដែលសប្បាយចិត្តជាងនេះទៅទៀតគឺពេលដែលរ៉ានីប្រាប់ថាមានទម្ងន់ដែលកំពុងចាញ់កូនរ៉ានីមានទឹកមុខស្លេកស្លាំងដែលកំណើតកូនមួយនេះចាញ់តាំងពីចាប់ផ្ទៃរហូតដល់ថ្ងៃសម្រាលខុសពីកូន5នាក់ដែលរស់នៅសប្តាហ៍ថ្ងៃនេះដោយសារពេលខ្ញុំនិងភរិយាសម្រាប់ពេទ្យនៅទីនោះចំថ្ងៃចូលឆ្នាំខ្មែរពីឆ្នាំថោះមកឆ្នាំរោងនាយប់មួយមានក្រុមសិល្បៈមកសម្ដែងឲ្យមើលយប់នោះខ្ញុំបែរជានឹកដល់រឿងអបិយជំនឿមួយដែលចាស់ធ្លាប់និយាយគឺឪពុកនិងកូនមិនត្រូវកើតឆ្នាំជាមួយគ្នាទេព្រោះបើឪពុករាសីខ្ពស់ជាងនឹងធ្វើឲ្យកូនលំបាកបើកូនមានរាសីខ្ពស់ជាងនឹងធ្វើឲ្យឪពុកលំបាកឯខ្ញុំកើតឆ្នាំរោងហើយកូនដែលកំពុងនៅក្នុងផ្ទៃម្ដាយដែលនឹងត្រូវកើតមកក៏ចំឆ្នាំរោងទៀតដែរតែទោះបីជាដឹងរឿងបែបនេះក៏ដោយក៏មិនបានបំផ្លាញនៅក្តីស្រមៃថាខ្ញុំនឹងក្លាយជាឪពុកគេដែរជំងឺភ្នែករបស់ខ្ញុំបានជាសះស្បើយក្នុងពេលដែលភរិយាខ្ញុំមិនទាន់ធូរស្រាលខ្ញុំទៅលាភរិយាខ្ញុំដើម្បីចេញពីមន្ទីរពេទ្យត្រឡប់ទៅអង្គភាពវិញវាពិតជារឿងសោកសង្រេងមួយសម្រាប់ខ្ញុំជាប្តីត្រូវចាក់ចេញពីភរិយាក្នុងពេលមានជំងឺខ្ញុំស្ទើរដើរចេញមិនរួចនឹកអាណិតខ្លួនអាណិតភរិយាប្រហែលជាចុងខែឧសភាឆ្នាំ1976ខ្ញុំបានទៅរកភរិយាខ្ញុំជាថ្មីម្ដងទៀតដែលពេលនោះបាននឹងស្ថិតក្នុងវត្តព្រៃនគរក្នុងអតីតរាជធានីលួងព្រះស្ដេចកននៅទីនេះរ៉ានីនៅបន្តចាញ់កូនតែការងារមិនសូវហត់នឿយពេកទេព្រោះបានសុខសាន្តដែលជាអ្នករួមការងារជាមួយគ្នាមកគ្រប់គ្រងឯអង្គភាពមកលើកប្រព័ន្ធភ្លឺស្រែគឺកងវរៈសេនាតូចថ្មើរជើងលេខ59ចំណុះកងវរៈសេនាធំក្រោមបញ្ជារបស់ខ្ញុំរ៉ានីនិងតាំងលីនៅជាមួយគ្នាធ្វើការជាពេទ្យផងនិងជាអ្នកដាំស្លឲ្យទីបញ្ជាការផងខ្ញុំសម្រាប់នៅទីនោះមួយយប់ដែលខ្ញុំនៅចាំច្បាស់ថាគឺជារាត្រីរនោចព្រោះព្រះច័ន្ទមួយចំណិតតូចរះម៉ោងប្រហែល3ទៀបភ្លឺបន្ទាប់មកក៏លិចទៅវិញព្រឹកឡើងពេលខ្ញុំដើរទៅក្រោយកុដិលោកក៏ឮសំឡេងម៉ូតូ2គ្រឿងមកដល់ខ្ញុំឃើញយិនសុភីមេសន្តិសុខតំបន់21មកដល់ហើយនិយាយស្ងាត់ជាមួយសុកសាទហាក់មានការលាក់លៀមជាមួយខ្ញុំតែក៏ហៅខ្ញុំហូបបាយព្រឹកជាមួយយិនសុភីដែលបាយនិងម្ហូបអាហារនេះភរិយាខ្ញុំនឹងតាំងលីជាអ្នកចំអិនខ្ញុំចូលហូបបាយជាមួយនឹងការប្រុងប្រយ័ត្នប្រសិនបើមានរឿងកើតឡើងខ្ញុំនឹងបាញ់ទាំងយិនសុភីទាំងសុកសាទតែម្ដងព្រោះកំភ្លើងខ្លីខ្ញុំទាំងពីរដើមបញ្ចូលគ្រាប់នឹងបើកសោរួចហើយមួយដើមនៅចង្កេះមួយដើមទៀតនៅកាបូបសិភើយិនសុភីជាមេសន្តិសុខតំបន់21តែក៏ទទួលបញ្ជាពីសៅភឹមនិងច័ន្ទសេងហុងដែលជាប្រធាននិងអនុប្រធានភូមិភាគ203បូព៌ាទិសផងដែរវាចាប់មនុស្សនៅអង្គភាពខ្ញុំនិងនៅតាមស្រុកនានាច្រើនអ្នកហើយវត្តមានរបស់វានៅពេលនេះពិតជាមិនធម្មតាសម្រាប់អង្គភាពខ្ញុំនិងខ្លួនខ្ញុំដែលជាមនុស្សក្បត់អង្គការស្រាប់ក្នុងអំឡុងខែមិថុនាឆ្នាំ1976ភរិយាខ្ញុំនិងតាំងលីបានមករស់នៅនិងធ្វើការនៅមន្ទីរពេទ្យយោធាតំបន់នៅវត្តពពែលវិញក្រោយពីលុតដំខ្លួនរយៈពេល76ខែបើទោះជានៅមន្ទីរពេទ្យនេះមានភាពងាយស្រួលជាងហើយខ្ញុំក៏មានពេលមកសួរសុខទុក្ខភរិយាខ្ញុំច្រើនជាងមុនក៏ដោយតែភរិយាខ្ញុំនៅតែបន្តពលកម្មនៅវាលស្រែនិងការងារសង្គមនិយមនៅពេលយប់បន្ថែមលើការងារជាគ្រូពេទ្យរបស់ដែលហៅថាការងារសង្គមនិយមនាពេលនោះគឺធ្វើជាដោយយកដើមទន្ទ្រានខេតមកកាប់ចិញ្ច្រាំលាយជាមួយដីឬលាមកគោក្របីសម្រាប់ដាក់ស្រូវក្នុងស្រែខ្ញុំតែងឃើញភរិយាខ្ញុំធ្វើបែបនេះរៀងរាល់យប់ពេលខ្លះរហូតម៉ោង7:12យប់មុនភរិយាខ្ញុំឆ្លងទន្លេមានរឿងច្រើនដែលបានកើតឡើងដំបូងខ្ញុំចង់និយាយពីរឿងភ្លុកឡានម្ដាយធေါ်ខ្ញុំបានឲ្យដងខ្ញុំ3ផ្លែនិងខ្នុរទុំមួយខ្ញុំឃ្លានណាស់តែខ្ញុំមិនហ៊ានស៊ីទេព្រោះខ្ញុំចង់ទុកដងនិងខ្នុរនេះឲ្យភរិយាខ្ញុំដែលកំពុងចាញ់កូនម៉ោងប្រហែល3រសៀលខ្ញុំចង់យកខ្នុរនិងដងទៅឲ្យប្រពន្ធតែម៉ូតូវាអស់សាំង
និងអាគុយមិនកាន់ភ្លើងខ្ញុំក៏យកកង់របស់នារីសាជិះចេញពីអង្គភាពដោយគ្មានកងការពារមកជាមួយទេខ្ញុំជិះតាមផ្លូវជាតិលេខ7កាត់តាមភូមិក្ដុលភូមិចំការថ្មីភូមិស្លាភូមិខ្ជាយនៃចំការកៅស៊ូផុតភូមិខ្ជាយប្រហែល1គីឡូម៉ែត្រកង់វាដាច់ច្រវាក់ថយក្រោយក៏មិនបានទៅមុខក៏យឺតឯម៉ោងប្រហែល5ល្ងាចទៅហើយខ្ញុំបណ្ដាកង់កាត់ព្រៃចំការកៅស៊ូដោយលំបាកកំពុងបណ្ដាកង់ស្រាប់តែមានរថយន្តដឹកស្លឹកត្រាំងរបស់យុទ្ធភូមិភាគធ្វើដំណើរមកពីក្រោយខ្ញុំបក់ដៃសុំគេជិះកម្មាភិបាលយុទ្ធជនទាំងអស់នៅលើរថយន្តមានអធ្យាស្រ័យល្អពួកគេជួយលើកកង់ផ្លែដូងនិងផ្លែខ្នុរដាក់លើស្លឹកត្រាំងឯខ្ញុំក៏ឡើងទៅជិះនៅលើស្លឹកត្រាំងនោះផងដែរម៉ោង7:06ល្ងាចទៅហើយពេលចាប់ផ្ដើមប្រលប់និងឈានទៅងងឹតនៅក្នុងព្រៃចំការកៅស៊ូឯរថយន្តក៏គ្មានភ្លើងបំភ្លឺថែមទៀតរថយន្តធ្វើដំណើរបានប្រហែល3គីឡូម៉ែត្រក៏ភ្លុកក្រឡាប់ដោយបើកចូលរណ្ដៅគ្រាប់បែកណាប៉ាល់ដែលអាមេរិកទម្លាក់កាលពីឆ្នាំ1971លើគែមផ្លូវជាតិលេខ7សំណាងល្អមិនមានអ្នកណាស្លាប់ទេមានតែរបួសធ្ងន់ជាងគេគឺខ្លួនខ្ញុំមានក្រិចកជើងឆ្វេងពកក្បាលនិងរបកដៃជើងដោយសារស្លឹកត្រាំងសង្កត់លើផ្លែខ្នុរនិងដូងក៏បាត់កង់ក៏បាក់ខ្ទេចបន្តិចក្រោយមកមានម៉ូតូរបស់មន្ទីរស្រុកត្រមងមកដល់ខ្ញុំបានពឹងពាក់គេឲ្យជួយជូនខ្ញុំទៅកាន់មន្ទីរពេទ្យយោធាតំបន់មិនបានយកខ្នុរនិងដូងទៅផ្ញើប្រពន្ធបែរជាយកជំងឺមកឲ្យប្រពន្ធព្យាបាលទៅវិញមានរឿងអស់សំណើចមួយដែលភរិយាខ្ញុំតែងលើកមកនិយាយរហូតដល់ពេលនេះព្រឹកឡើងភរិយាខ្ញុំបានទៅរកពន្លៃមកស្អំជើងឲ្យខ្ញុំពេលគាត់ចេញបានទៅប្រហែល1ម៉ោងគ្រូពេទ្យតាំងលីបានមកដល់ជាមួយពន្លៃត្រាំស្រាហើយស្រេចតាំងលីជាមួយបងស្រីឆៃនីមនិងកូនស្រីតូចៗចំនួន3នាក់ទៀតពួកគាត់នៅរស់ដល់សប្តាហ៍ថ្ងៃដែលរស់នៅផ្ទះជាមួយគ្នាបានរៀបចំស្អំជើងឲ្យខ្ញុំដោយមានរងើកភ្លើងដាក់លើអំបែងក្អមហើយដាក់នៅជ្រុងក្រែស្អំជើងផងនិយាយគ្នាផងស្រាប់តែផ្សែងហុយឡើងត្រង់កន្លែងភ្លើងដាក់រងើកភ្លើងក្នុងអំបែងក្អមដោយវាឆេះរនាបក្រែខ្ញុំខំស្ទុះងើបឡើងដោយភ្លេចបាត់ការឈឺជើងដើម្បីរកទឹកមកពន្លត់ពេលត្រឡប់មកវិញភរិយាខ្ញុំបាននិយាយថារវល់ធ្វើអីបានជាស្អំជើងរហូតដល់ភ្លើងឆេះក្រែជាភាសាបែបប្រច័ណ្ឌនៅមានរឿងមួយទៀតគឺឆ្កែខាំជើងនៅថ្ងៃ30ខែកញ្ញាឆ្នាំ1976ក្នុងពេលបុណ្យខួបកំណើតប៉ាក់ដែលមានប្រវត្តិប៉ាក់ដល់ទៅ2ទី1យកឆ្នាំ1951និងទី2យកឆ្នាំ1960ពេលពិធីចាប់ផ្ដើមម៉ូតូនារីសាតំបន់បានទៅដល់ដោយនាំយកសារាចរណែនាំឲ្យផ្អាកការធ្វើបុណ្យខួបកំណើតប៉ាក់អាស្រ័យដោយកងទ័ពបានប្រជុំជួររួចជាស្រេចលោកដេតដែលជាមេបញ្ជាការឃោឃៅបានបង្វែរពីពិធីបុណ្យកំណើតប៉ាក់មកជាការពិភាក្សាលើការបង្កបង្កើនផលវិញដេតបានលើកឡើងថាឲ្យកងទ័ពម្នាក់ដាំឫស្សីឲ្យបាន3គុម្ពនិងខ្លីឲ្យបាន3គុម្ពក្នុងពេលជាមួយគ្នាដេតចេញបញ្ជាឲ្យអង្គភាពកងវីរសេនាធំរបស់ខ្ញុំពង្រីកផ្ទៃដីធ្វើស្រែនិងចំការដោយកាប់ព្រៃឫស្សីថ្ងនិងខ្លីធ្វើជាស្រែនិងចំការថ្មីនេះក្រោយដេតមានយោបល់ចប់ខ្ញុំឡើងនិយាយជំទាស់ជាមួយផែនការនេះដោយលើកឡើងថាឲ្យកងទ័ពដាំឫស្សីនិងខ្លីលើដីថ្មីតែបែរជាឲ្យកងទ័ពទៅកាប់ឫស្សីថ្ងនិងខ្លីដែលមានអាយុរាប់រយឬរាប់សិបឆ្នាំយកធ្វើស្រែចំការទៅវិញខ្ញុំស្នើដូរផែនការគឺរក្សាឫស្សីថ្ងនិងខ្លីលើដីចាស់ចំពោះដីធ្វើស្រែចំការដាំឫស្សីនិងខ្លីយើងសល់ដីច្រើនណាស់មិនខ្វះដីទេនៅពេលដែលខ្ញុំនិយាយចប់កងទ័ពនៅក្នុងពិធីទាំងអស់នាំគ្នាទះដៃគាំទ្រហាក់ដូចបំបាក់មុខដេតដែលធ្វើឲ្យដេតខឹងយ៉ាងខ្លាំងដោយសារដេតជាមនុស្សសំខាន់ម្នាក់នៅក្នុងសោកនាដកម្មនៃការស្លាប់កូនប្រុសរបស់ខ្ញុំដូចនេះខ្ញុំសូមរំលឹកពីប្រវត្តិមនុស្សនេះបន្តិចតាមអួងឯកអតីតមេបញ្ជាការរបស់ខ្ញុំឲ្យដឹងដេតមានប្រវត្តិលួចគោអ្នកស្រុកទៅលក់ឲ្យវៀតកុងនៅព្រំដែនកម្ពុជាវៀតណាមពេលប៉ូលីសស្រុកពញាក្រែករកចាប់ក៏រត់ចូលព្រៃទៅធ្វើខ្មែរក្រហមនៅមុនឆ្នាំ1970ប្រឆាំងជាមួយរបបសង្គមរាស្ត្រនិយមរបស់សម្ដេចព្រះនរោត្តមសីហនុដែលធ្វើឲ្យដេតក្លាយជាមនុស្សដែលមានឥទ្ធិពលមកលើពួកខ្ញុំដែលចូលព្រៃតស៊ូតាមការអំពាវនាវរបស់សម្ដេចព្រះនរោត្តមសីហនុក្រោយរដ្ឋប្រហារថ្ងៃ18ខែមិនិនាឆ្នាំ1970ដេតជាប្រធានយុវជនតំបន់
ធ្លាប់មានរឿងជាមួយខ្ញុំនៅឃុំបឹងព្រួលស្រុកពីមជីលៀង2លើកពេលដេតចុះទៅប្រជុំសម្ព័ន្ធយុវជននៅអង្គភាពរបស់ខ្ញុំលើកទី1នៅចុងឆ្នាំ1973រៀបបាយឲ្យដេតស៊ីឆ្ងាញ់មានមាន់ឆាខ្ញីមាន់ស្ងោរត្រីដៀបដុតពេលប្រជុំដេតតិទៀនខ្ញុំនិងអង្គភាពថាពួកអនុធនចង់ដេកស្រួលស៊ីឆ្ងាញ់ខ្វះសន្សំសំចៃលើកទី2នៅប្រហែលខែកុម្ភៈឆ្នាំ1974មុនពេលខ្ញុំស្គាល់រ៉ានីដេតទៅប្រជុំម្ដងទៀតពេលនេះមានប្រហុកផ្លែត្រប់ដុតនិងផ្លែចេកឲ្យដេតស៊ីម្ដងពេលប្រជុំដេតតិទៀនខ្ញុំថាជាមេបញ្ជាការខ្ជិលច្រអូសមិនចេះច្នៃប្រឌិតមិនចេះបង្កប់បង្កើនផលចិញ្ចឹមមាន់ទាឡាក់ខ្ញុំទ្រាំមិនបានទះតុកឬសូផងហើយចង្អុលមុខដេតនឹងនិយាយថាបងឯងចង់បានអ្វីឲ្យពិតប្រាកដមកលើកមុនឲ្យស៊ីមាន់ស្ងោតិចទៀនថាខ្ញុំជាពួកអនុធនចង់ស៊ីឆ្ងាញ់ដីស្រួលមកលើកនេះឲ្យស៊ីប្រហុកចោទថាខ្ញុំខ្ជិលខ្វះការច្នៃប្រឌិតដេតមានទឹកមុខស្លេកស្លាំងតែត្រូវបានមេបញ្ជាការរងកងវរៈសេនាតូចឈ្មោះញឹកលុននាំចេញទៅខ្ញុំមកនិយាយពីឆ្កែខំជើងបន្តទៀតខ្ញុំចាប់ផ្ដើមចេះផ្សំថ្នាំខ្មែរដើម្បីស្ត្រីឆ្លងទន្លេដើម្បីបំរុងទុកឲ្យភរិយាខ្ញុំក្រោយនាងឆ្លងទន្លេរួចនៅដើមខែតុលាឆ្នាំ1976ខ្ញុំនិងយុទ្ធមិត្ត2នាក់ទៀតបានទៅរកដើមឆ្កែស្រែងនិងមើមថ្នាំចិននៅព្រែកជ្រាវព្រំដែនខេត្តក្រចេះពេលត្រឡប់មកវិញម៉ោងប្រហែល5ល្ងាចខ្ញុំដើរកាត់តាមកសិដ្ឋានចិញ្ចឹមគោរបស់ភូមិភាគស្រាប់តែមេឆ្កែដែលទៅកើតកូនប្រមាណថ្ងៃមុនស្ទុះចេញពីគល់ឈើដ៏ធំមកខំជើងឆ្វេងខ្ញុំ3ចង្កុំសម្លាក់កជើងរហូតសពថ្ងៃពេលឆ្កែខំជើងខ្ញុំមិត្តខ្ញុំម្នាក់បានដេញវាយឆ្កែតែខ្ញុំស្រែកប្រាប់ថាកុំវាយវាព្រោះវាមានកូនវាការពារកូនវាខ្ញុំនិយាយបន្ថែមទៅកាន់មិត្តខ្ញុំទាំងពីររូបថាសប្តាហ៍ថ្ងៃនេះឆ្កែវាមានសិទ្ធិច្រើនជាងយើងជាមនុស្សព្រោះវាមានសិទ្ធិការពារកូនរបស់វាឯយើងជាមនុស្សមិនមានសិទ្ធិដោយសត្វឆ្កែទេមិត្តខ្ញុំទាំងពីរសម្លឹងមើលមុខខ្ញុំដោយការពេញចិត្តជាមួយសម្ដីនេះប្រហែលពាក់កណ្ដាលខែតុលាឆ្នាំ1976អ៊ូងឯកដែលធ្លាប់ដែលជាមេបញ្ជាការសមរភូមិពេលដែលខ្ញុំត្រូវរបួសភ្នែកថ្ងៃ16ខែមេសាឆ្នាំ1975ដែលពេលនេះជាប្រធានយោធាតំបន់បានមកប្រជុំរៀបចំផែនការវាយវៀតណាមនេះជាពេលវេលាដែលល្អសម្រាប់ខ្ញុំដើម្បីយកត្រឡប់មកវិញនៅអំណាចបញ្ជាកងទ័ពដែលដេតដណ្ដើមយកទៅកាន់អស់រយៈពេលប៉ុន្មានខែមកហើយអ៊ូងឯកបានជួយដល់ការងារខ្ញុំច្រើនរាប់ទាំងជួយសម្រួលដល់ភរិយាខ្ញុំបានសម្រាប់មុនឆ្លងទន្លេផងប្រហែលសប្តាហ៍ទី4នៃខែតុលាឆ្នាំ1976ខ្ញុំបានទៅយកភរិយាខ្ញុំមកចូលសម្រាប់នៅមន្ទីរពេទ្យតំបន់ដែលស្ថិតនៅវិទ្យាល័យប៊ុនរ៉ានីហ៊ុនសែនមេមត់សប្តាហ៍ថ្ងៃដើម្បីរងចាំឆ្លងទន្លេក្រោយពេលមកកាន់អង្គភាពវិញខ្ញុំមានកិច្ចការជាច្រើនដែលត្រូវធ្វើរហូតពុំមានពេលទៅមើលភរិយានៅឯមន្ទីរពេទ្យផងដែលនេះជាកំហុសដ៏ធំរបស់ខ្ញុំល្ងាចថ្ងៃ9ខែវិច្ឆិកាឆ្នាំ1976ដេតបានចូលមកស្នាក់ការសេនាធិការដែលជាកន្លែងខ្ញុំធ្វើការផងនិងស្នាក់នៅផងនៅកន្លែងខ្ញុំមានទូរស័ព្ទវិទ្យុតាក់ទងមានផែនទីជាច្រើនផ្ទាំងព្យួរនៅជញ្ជាំងហើយក៏មានផែនទីថ្មីមួយផ្ទាំងនៅលើតុដែលជាផែនទី UTM ຂະຫນາດ1 លើ 25,000 ដែលខ្ញុំទៅគូពង្រីកពីផែនទី UTM ຂະຫນາດ1 លើ 50,000 ដែលប្រើពេល5ថ្ងៃទៅគូរួចខ្ញុំទាញកៅអីឲ្យដេតអង្គុយតែគាត់មិនអង្គុយទេគាត់ខំមើលផែនទីដែលព្យួរនៅជញ្ជាំងនិងសាកល្បងភ្ជាប់ទូរស័ព្ទទៅកងវរៈសេនាតូចថ្មើរជើងលេខ75គាត់មើលក្នុងផ្ទះបន្ទាប់មកដេតបាននិយាយថាពួកអនុធនរស់នៅបែបនេះគ្មានកែប្រែទេដោយលើពាក្យបែបនេះខ្ញុំក៏សួរទៅគាត់ថាតើបងចង់និយាយពីអ្វីដេតព្យាយាមមិនឆ្លើយតបជាមួយសំណួរខ្ញុំទេតែបែរជានិយាយតាមបែបអប់រំខ្ញុំថាល្មមកែខ្លួនជាវណ្ណៈអធនហើយដោយសារជាសម្ដីបង្កហេតុខ្ញុំមិនឆ្លើយតបអ្វីទាំងអស់ដេតបានបន្តនិយាយមកកាន់ខ្ញុំថាស្អែកសែនឯងត្រូវធ្វើដំណើរជាមួយខ្ញុំទៅស្រុកពីមជីលៀងដើម្បីពិភាក្សាជាមួយគណៈស្រុកពីមជីលៀងរកនារី100នាក់មករៀបការឲ្យយុទ្ធជនពិការនៅឆកនៀកស្រុកដំបែខ្ញុំទទួលយកព្រោះខ្ញុំគិតថានឹងបានចូលមើលភរិយាខ្ញុំដែលសម្រាប់ពេទ្យតាមផ្លូវធ្វើដំណើរស្រាប់ទន្ទឹមជាមួយគ្នានេះខ្ញុំបានដាក់ចេញជាសំណួរថាហេតុអីគាត់តម្រូវឲ្យខ្ញុំធ្វើដំណើរជាមួយគាត់ព្រោះនេះ
ជាការងារស្នងការនយោបាយមិនមែនជាការងារនាយសេនាធិការដោយរូបខ្ញុំទេម្យ៉ាងទៀតគាត់និងខ្ញុំមិនសូវត្រូវគ្នាទេឬមួយគាត់ចង់សម្របសម្រួលធ្វើការជាមួយខ្ញុំឬមួយគាត់បោកខ្ញុំយកទៅចាប់នៅក្រៅអង្គភាពយប់ថ្ងៃ9ឆ្លងចូលថ្ងៃ10ខែវិច្ឆិកាឆ្នាំ1976ខ្ញុំដេកមិនលក់សោះខ្ញុំនឹកដល់ប្រពន្ធខ្ញុំខ្លាំងណាស់ព្រមទាំងនឹកគិតបន្ទោសដល់ខ្លួនឯងថាមិនគួរយកភរិយាមកទុកចោលនៅមន្ទីរពេទ្យមិនបានទៅមើលដោយផ្ទាល់បែបនេះទេទោះបានឲ្យនាយរសានាំយកមន់ត្រីងៀតទឹកឃ្មុំជូននាងក៏ដោយសំឡេងសត្វមៀមខ្លែងស្រាកយំនៅលើដើមជ្រៃដែលនៅមិនឆ្ងាយពីផ្ទះខ្ញុំធ្វើឲ្យខ្ញុំព្រឺក្បាលតាំងពីធំដឹងក្តីរហូតមកដល់ពេលនេះខ្ញុំហាក់មានអ្នកតាមថែមិនថាមនុស្សឬអមនុស្សនោះឡើយគ្រប់រឿងរ៉ាវទាំងល្អទាំងអាក្រក់ខ្ញុំតែងដឹងមុនជានិច្ចតាមរយៈការយល់សប្តិតាមប្រផ្នូលឬតាមសត្វដែលប្រភេទសត្វសម្រាប់ពេលយប់និងប្រភេទសត្វសម្រាប់ពេលថ្ងៃម៉ោងប្រមាណ12យប់ស្ទើរគ្រប់ប្រភេទសត្វដែលនៅដើមជ្រៃក្នុងបន្ទាយនិងស្ទើរគ្រប់ដើមឈើក្រៅបន្ទាយនាំគ្នាយំកងរំពងគួរឲ្យខ្លាចខ្ញុំគិតក្នុងចិត្តថាខ្ញុំនឹងមានគ្រោះខ្ញុំនឹករ៉ានីខ្លាំងណាស់និងមានអារម្មណ៍ថារ៉ានីអាចឆ្លងទន្លេយប់នេះម៉ោងប្រហែល2យប់ខ្ញុំចេញមកក្រៅផ្ទះជាមួយនឹងការបង្កើនសម្លេងសត្វខ្លែងស្រាកយំខ្ញុំឃើញភ្លើងហោះចេញពីដើមជ្រៃចេញទៅក្រៅហើយក៏ឃើញភ្លើងពីក្រៅហោះមកដើមជ្រៃវិញដែលចាស់តែនិយាយថាជាភ្លើងព្រាយខ្ញុំព្រឺក្បាលកាន់តែខ្លាំងនឹងចូលមកក្នុងផ្ទះវិញខ្ញុំមិនសម្រាកទេហើយបន់ឲ្យមេឆាប់ភ្លឺនិងអាលចេញដំណើរខ្ញុំពិនិត្យនិងរៀបចំខ្លួនទុកជាមុនដោយអាវុធខ្លីមួយដើមម៉ាកកា54ក្រវ៉ាត់នៅនឹងចង្កេះនិងមួយដើមទៀតម៉ាកកា59ដាក់ក្នុងកាបូបស្ពាយកំភ្លើងទាំងពីរដើមបញ្ចូលគ្រាប់និងបើកសោហាយស្រេចដើម្បីត្រៀមប្រយុទ្ធព្រោះមិនទុកចិត្តលើអាចៅលួចគោដែលជាមនុស្សអង្គការនេះបានទេម៉ោងប្រហែល5មិនទាន់ភ្លឺផងឮសំឡេងម៉ូតូរបស់ដេតមកដល់ផ្ទះខ្ញុំហើយស្រែកសួរខ្ញុំថាតើរៀបចំខ្លួនហើយឬនៅយើងចេញដំណើរទាន់ពេលព្រឹកខ្ញុំឆ្លើយទៅវិញថារួចហើយបងដេតស្រែកពីក្រៅមកទៀតថាសែនឯងជិះម៉ូតូដប់ខ្ញុំឮសូដេតប្រាប់ថាឲ្យខ្ញុំជិះម៉ូតូដឹកគាត់ខ្ញុំគិតថាច្បាស់ជាមិនស្រួលហើយព្រោះមេចំនួននោះចូលចិត្តជិះម៉ូតូខ្លួនឯងណាស់ឯនាយរសាឬអ្នកមានឋានៈទាបជាងជិះខាងក្រោយដោយមិនទាន់ចេញពីផ្ទះខ្ញុំចូលទៅក្នុងបន្ទប់ដកកំភ្លើងចេញពីស្រោមយកមកសៀតនៅចង្កេះឆ្វេងងាយស្រួលយកដៃស្ដាំទាញចេញមកបាញ់តែម្ដងផ្លូវជាតិលេខ7ទន្លេបិទក្រចេះជាផ្លូវល្អមួយនៃសម័យសង្គមរាស្ត្រនិយមតែវាបានបំផ្លាញក្នុងឆ្នាំ1970និងឆ្នាំ1971ពេលកងទ័ពអាមេរិកនិងវៀតណាមខាងត្បូងចូលមកឈ្លានពានកាន់កាប់ផ្លូវនេះពីស្រុកស្នួលនៃខេត្តក្រចេះមកស្រុកពញាក្រៃខេត្តកំពង់ចាមកងទ័ពអាមេរិកនិងវៀតណាមខាងត្បូងប្រើរថក្រោះនិងរថពាសដែកកង់ច្រវាក់បំផ្លាញផ្លូវជាតិនេះយ៉ាងដំណំការចេញដំណើរពីទីបញ្ជាការកងវរៈសេនាធំនៅកោះថ្មឃុំទន្លូងមកដល់មន្ទីរពេទ្យតំបន់នៅអនុវិទ្យាល័យមេមត់មានចម្ងាយប្រមាណ30គីឡូម៉ែត្រតែយើងត្រូវធ្វើដំណើរ1ម៉ោងដោយខិតខំជាឲ្យលឿនប្រការកុំឲ្យដេកដកកំភ្លើងបាញ់ខ្ញុំពីក្រោយបានមកដល់មន្ទីរពេទ្យម៉ោងជាង6ព្រឹកបន្តិចខ្ញុំបត់ម៉ូតូចូលមន្ទីរពេទ្យដេតសួរថាចូលមន្ទីរពេទ្យធ្វើអីខ្ញុំឆ្លើយថាខ្ញុំចូលមើលប្រពន្ធខ្ញុំបន្តិចព្រោះគាត់សម្រាប់ពេទ្យនៅទីនេះដេតឆ្លើយថាតែបន្តិចទេណាប្រញាប់ធ្វើដំណើរទាន់ពេលព្រឹកក្រោយម៉ោង6ព្រឹកភាពតក់ស្លុតសម្រាប់រូបខ្ញុំគឺនៅពេលខ្ញុំបានចូលដល់មន្ទីរពេទ្យបងដែលជាស្ត្រីសម្រាប់ព្យាបាលជាមួយភរិយាខ្ញុំបានស្រែកប្រាប់ខ្ញុំថាប្អូនប្រពន្ធប្អូនឆ្លងទន្លេឯកូនស្លាប់ហើយឯបងផ្សេងទៀតស្រែកថារ៉ានីឆ្លងទន្លេឯកូនស្លាប់ហើយឯបងស្រីម្នាក់ទៀតនិយាយដូចចេះកំផឹងដាក់ខ្ញុំថារវល់ទៅណាមិនមកមើលប្រពន្ធទុកឲ្យប្រពន្ធឆ្លងទន្លេតែឯងខ្ញុំមិនឆ្លើយតបជាមួយពួកគាត់ទេតែប្រឹងរត់សម្ដៅទៅបន្ទប់សម្រាលកូនដែលបិទទ្វារជិតខ្ញុំរុញទ្វារបើកឡើងមិនឃើញរ៉ានីទេព្រោះពេទ្យបានបញ្ជូនរ៉ានីទៅបន្ទប់សម្រាកមួយផ្សេងទៀតនិស័យឪពុកនឹងកូនខ្ញុំបែរជាសម្លឹងទៅឃើញទីរូបមួយនៅលើគ្រែកំពុងហូរឈាមចេញតាមមាត់ខ្ញុំទៅលើកកូននេះឡើងស្រែកឲ្យគេជួយសង្គ្រោះព្រោះឈាមនៅហូរតាមមាត់នៅឡើយតាមពិតកូននេះកើតហើយ
គ្រូពេទ្យបានធ្វើឲ្យធ្លាក់ពីដៃប៉ះនឹងជ្រុងក្រែបាក់ឆ្អឹងខ្នងនិងធ្លាក់ទៅដីទើបរើសមកដាក់លើក្រែវិញក្រោយការស្រែករបស់ខ្ញុំសុំឲ្យគេជួយបន្តិចក្រោយមកអ្នកជំងឺជាស្ត្រី5នាក់បានចូលមកជួយមើលដោយក្តីអាណិតបន្តិចក្រោយមកប្រធានមន្ទីរពេទ្យឈ្មោះសារិនបានមកដល់គាត់ជាមនុស្សល្អម្នាក់បានសម្ដែងនូវការសោកស្ដាយនិងសុំការអធ្យាស្រ័យជំនួសគ្រូពេទ្យដែលធ្វើការធ្វេសប្រហែសបណ្ដាឲ្យមានរឿងសោកនាដកម្មនេះកើតឡើងខ្ញុំបានស្នើសុំប្រធានមន្ទីរពេទ្យឲ្យជួយរកចប់កាប់មួយដើម្បីខ្ញុំយកសាកសពកូនខ្ញុំទៅកំប៉ុន្តែស្រាប់តែអតីតដែលជាមេបញ្ជាការខុសខើស្រ័យពីមាត់ទ្វារមកថាមិនបាច់យកខ្មោចកូននេះទៅកប់ខ្លួនឯងទេមានពេទ្យយកទៅកប់ហើយពេលឃើញដេតមកដល់ខ្ញុំក៏បានស្នើសុំទៅគាត់ដោយពាក្យរៀបសារទាំងទឹកភ្នែកថាខ្ញុំសូមអនុញ្ញាតពីបងដើម្បីយកសពកូនទៅកប់និងនៅមើលថែប្រពន្ធខ្ញុំដែលទើបឆ្លងទន្លេអាខុសខើមួយនេះចាប់ផ្ដើមបញ្ចេញនៅសារជាតិរបស់វាមកហើយវាមិនគ្រាន់តែមិនចូលរួមសោកស្ដាយនៅការបាត់បង់ដ៏ធំធេងរបស់ខ្ញុំទេតែវាបែរជាយកពេលនេះមកបំបាក់ស្មារតីខ្ញុំថែមទៀតផងចម្លើយរបស់វាមកកាន់ខ្ញុំដំបងវានិយាយថាចរិតពួកអនុធនមិនកែប្រែសោះកម្មសិទ្ធិខាងមនុស្សចេតនាក្រាស់មិត្តឯងមិនមែនគ្រូពេទ្យទេបើមិត្តឯងនៅក៏អាកូននេះមិនរស់ឡើងវិញដែរមានពេទ្យយកខ្មោចកូននេះទៅកប់ហើយមិនបាច់យកទៅកប់ខ្លួនឯងទេការងារអង្គការសំខាន់ជាងការងារបុគ្គលឮសម្ដីបែបនេះកំហឹងខ្ញុំក្តៅរួលពេញខ្លួនខ្ញុំស្ទើរតែដកកំភ្លើងបាញ់សម្លាប់អតីតទៅហើយតែខ្ញុំទប់កំហឹងព្រោះការអត់ធ្មត់ជាការចាំបាច់ដើម្បីបុព្វហេតុធំជាងព្រោះការដឹកនាំការតស៊ូរំដោះប្រទេសពីពួកអង្គការទើបអស់មនុស្សបែបដេរឆាននេះមុនដេតវាដើរចេញទៅវានិយាយមកកាន់ខ្ញុំថាខ្ញុំនៅចាំខាងក្រៅ15នាទីទៀតត្រូវចេញដំណើរបងសរិនដែលជាប្រធានមន្ទីរពេទ្យដែលនៅទីនោះដែរបានសម្ដែងនៅការហួសចិត្តផងភ័យខ្លាចផងហើយចូលរួមអាណិតអាសូរដល់រូបខ្ញុំជាមួយទឹកភ្នែកដែលស្រក់មកមិនឈប់ខ្ញុំបានទេយកក្រមាពីកខ្ញុំដែលសើមដោយទឹកភ្នែកខ្ញុំមករំសពកូនរបស់ខ្ញុំហើយស្នើសុំប្រធានមន្ទីរពេទ្យឲ្យជួយរកក្រដាសសរសេរអក្សរថាកំសត់ដាក់ក្នុងកូនដបដើម្បីយកទៅកប់ជាមួយកូនខ្ញុំបំណងរបស់ខ្ញុំគឺដាក់ឈ្មោះកូននេះថាកំសត់នឹងងាយចំណាំដោយយើងមានអក្សរនៅក្នុងដបបិទជិតវិធីនេះបានប្រើប្រាស់ក្នុងសម័យសង្គ្រាមក្នុងការកប់សាកសពយុទ្ធមិត្តដែលពលីក្នុងសមរភូមិដើម្បីចំណាំអត្តសញ្ញាណតែពេលនេះខ្ញុំបានយកមកប្រើចំពោះកូនខ្លួនឯងក្នុងសម័យអង្គការខូខើទៅវិញខ្ញុំមិនច្បាស់ថាប្រធានមន្ទីរពេទ្យធ្វើតាមសំណុំពរខ្ញុំឬអត់នោះទេព្រោះតែប៉ុន្មានខែក្រោយមកគាត់ក៏ត្រូវបានពួកអង្គការចាប់យកទៅសម្លាប់ដែរដូចនេះហើយទើបខ្ញុំមិនដឹងថាសពកូនខ្ញុំកប់នៅទីណាពិតប្រាកដឯភ្នោសពថ្ងៃក៏សាងឡើងនៅក្នុងទសវត្សរ៍1980គ្រាន់តែជាភ្នោនិមិត្តរូបតែប៉ុណ្ណោះបន្ទាប់ពីរំសាកសពកូននឹងផ្ដាំផ្ញើជាមួយប្រធានមន្ទីរពេទ្យរួចហើយខ្ញុំប្រញាប់ទៅរករ៉ានីដែលកំពុងអាំងភ្លើងនៅបន្ទប់មួយទៀតតាមពិតរ៉ានីមិនបានឃើញមុខកូនយ៉ាងណានោះទេយើងជាប្តីប្រពន្ធក្មេងៗមើលមុខគ្នាយំដោយក្តីស្រណោះនិងឈឺចាប់ខ្ញុំមិនមានក្រមាជូតទឹកភ្នែកទៀតទេដោយសារក្រមាបានយកទៅរុំសាកសពកូនទៅហើយមានដៃអាវទាំងសងខាងសម្រាប់ជូតទឹកភ្នែកដ៏ឈឺចាប់នេះរ៉ានីបានផ្ដល់ក្រមាឲ្យខ្ញុំទាំងខ្លួននាងនៅរងាញ័រញាក់បន្ទាប់ពីឆ្លងទន្លេទៅបានជាង1ម៉ោងសាកសពកូនមិនបានយកទៅកប់ភរិយាទៅឆ្លងទន្លេមិនបាននៅមើលថែទាំតើទំហំនៃការឈឺចាប់ប៉ុណ្ណាតើមានមនុស្សលើផែនដីនេះប៉ុន្មានអ្នកដែលអាចទ្រាំទ្របានតែខ្ញុំបានយកឈ្នះលើចិត្តខ្លួនឯងដើម្បីធ្វើការងារធំជាងគឺរំដោះប្រជាជនកម្ពុជាចេញពីរបបប្រល័យពូជសាសន៍ប៉ុលពតខ្ញុំបានបន្តដំណើរជាមួយដេតដែលនេះជាការធ្វើដំណើរដោយបង្ខំចិត្តក្នុងពេលដែលវិញ្ញាណទាំងអស់នៅជាមួយភរិយាដ៏កំសត់និងការសោកស្ដាយកូនដែលបាត់បង់ជីវិតទៅតាមផ្លូវធ្វើដំណើរពីស្រុកមេមត់ទៅស្រុកពញាក្រែកឆ្លងផុតភូមិដាខ្ញុំមិននិយាយស្ដីអ្វីទាំងអស់បន្តិចក្រោយមកដេតបានសួរមកខ្ញុំថាមិនមិននិយាយអីសោះនឹកកូននឹងប្រពន្ធមែនទេជាឲ្យស្រួលទៅដល់ស្រុកពញាក្រែកខ្ញុំឈប់នឹងចូលលេងបងប្អូនចដូនមួយខ្ញុំបន្តិចខ្ញុំនិយាយទៅកាន់ដេតថាកាលនៅមន្ទីរពេទ្យខ្ញុំសំយកសពកូនទៅកប់សុំនៅមើលប្រពន្ធទៅឆ្លងទន្លេបងឯងប្រាប់ខ្ញុំថាការងារអង្គការធំជាងការងារបុគ្គលតែពេលនេះបែរជាបងចង់ចូលលេងបងប្អូនចោលការងារអង្គការ
អាដេតវាឆ្លើយមកវិញថានេះជាការងារដោយឡែករបស់អង្គការខ្ញុំមិននិយាយបន្ថែមទៀតទេដល់ស្រុកពញាក្រែកដេតឲ្យឈប់ម៉ូតូនៅមុខផ្ទះក្បឿង2ខ្នងដែលផ្ទះមួយខ្នងស្នាក់នៅដោយប្រធានយោធាកងពលធំទី4ឯមួយខ្នងទៀតស្នាក់នៅដោយប្រធាននយោបាយកងពលធំទី4ដេតឡើងទៅលើផ្ទះមួយក្នុងចំណោមផ្ទះទាំងពីរដេតហៅខ្ញុំឡើងទៅដែរតែខ្ញុំមិនឡើងទៅទេសំឡេងសើចក្អាក់ក្អាយនៃអ្នកនៅលើផ្ទះដែលខ្ញុំដឹងថាពួកគេលេងបៀលើខើបន្ទាប់ក្រោយគេទទួលទានបាយដែលមានកម្មាភិបាលម្នាក់ចុះមកហៅខ្ញុំទៅបាយតែខ្ញុំបានប្រាប់ទៅគាត់វិញថាខ្ញុំមិនហូបទេជាមួយនឹងការសប្បាយរីករាយនៃមនុស្សដែលនៅលើផ្ទះខ្ញុំដែលនៅក្រោមផ្ទះទឹកភ្នែកស្រក់មិនឈប់ដែលពេលនោះគ្មានអ្នកណាដឹងថាខ្ញុំមានទុក្ខធំប៉ុណ្ណាទេពីម៉ោងប្រហែល 9:30 នាទីដល់ម៉ោងប្រហែល 1 រសៀលទើបដេតចុះមកហើយបន្តដំណើរទៅកាន់ស្រុកពីមជីលៀងដោយឆ្លងកាត់ស្រុកត្បូងឃ្មុំយើងធ្វើការនៅនាយប់ថ្ងៃ10ខែវិច្ឆិកានិងព្រឹក11ខែវិច្ឆិការសៀលថ្ងៃ11ខែវិច្ឆិកាឆ្នាំ1976យើងត្រឡប់ទៅអង្គភាពវិញក្នុងពេលធ្វើដំណើរខ្ញុំឆ្លៀតស្នើសុំដេតសារជាថ្មីម្ដងទៀតដើម្បីបាននៅមើលថែភរិយាប៉ុន្តែសំណើដដែលចម្លើយក៏ដដែលដែរបន្ថែមដោយការអប់រំមកលើខ្ញុំថាខ្វះចរិតដាច់ខាតក្រោយពេលមានប្រពន្ធម្ដងនេះខ្ញុំខឹងដេតខ្លាំងណាស់ស្ទើរគ្រប់គ្រងខ្លួនឯងមិនបានបំរុងដកកំភ្លើងបាញ់អាដេតនៅម្ដុំប៉ុស្តិ៍តាកុកចន្លោះភូមិស្អំនិងភូមិដាប៉ុន្តែខ្ញុំនៅតែអត់ធ្មត់បានដើម្បីដឹកនាំការតស៊ូមួយដែលខ្លួនបានម្ចាស់ការរៀបចំកម្លាំងសម្ងាត់មួយចំនួននិងមួយចំនួនត្រូវបានពួកអង្គការចាប់ខ្លួនទៅហើយដូចនេះចលនាតស៊ូត្រូវតែមានជាបន្តមិនអាចបាត់បង់ដោយសារកំហឹងរបស់ខ្ញុំបានឡើយម៉ោងប្រហែល 4 ល្ងាចម៉ូតូបានមកដល់មុខមន្ទីរពេទ្យខ្ញុំឈប់ម៉ូតូដោយមិននិយាយអ្វីទាំងអស់ព្រោះខ្ញុំជាអ្នកជិះស្រាប់ខ្ញុំដើរចូលទៅបន្ទប់ដែលរ៉ានីសម្រាប់ពិនិត្យឃើញរ៉ានីហើមមុខហើមខ្លួនដោយសាររ៉ានីជាគ្រូពេទ្យឆ្មបស្រាប់នាងបានប្រាប់ខ្ញុំថាអាចមកពីកាយទម្លាក់សុខមិនអស់ពួកយើងបានត្រឹមទឹកភ្នែកតែរ៉ានីហាក់រឹងពឹងជាងខ្ញុំយល់ពីកិច្ចការដែលខ្ញុំត្រូវធ្វើទោះខ្ញុំមិនដែលប្រាប់នាងក៏ដោយខ្ញុំចាក់ចេញទាំងទឹកភ្នែកនិងមិនបានទៅសួរបងសរិនប្រធានមន្ទីរពេទ្យអំពីទីកន្លែងកប់សាកសពកូនខ្ញុំឡើយមកដល់អង្គភាពខ្ញុំប្រកាសអាសន្នដល់បណ្ដាលអង្គភាពដោយមិនឲ្យដឹងខ្លួនជាមុនខ្ញុំក៏យករឿងដេតធ្វើអំពើខុសខើមកលើខ្ញុំជម្រាបជូនអ៊ំសឿងដែលជាប្រធានស្នងការនយោបាយអ៊ំសឿងសម្ដែងនៅការហួសចិត្តចំពោះទង្វើរបស់ដេតមកលើខ្ញុំនិងប្រាប់ខ្ញុំថាឲ្យយកប្រពន្ធមកព្យាបាលនៅអង្គភាពនេះប្រហែលដោយសារប្រធាននយោបាយសឿងប្រាប់ទៅដេតថាខ្ញុំអន់ចិត្តបូករួមនឹងការឃើញប្រជុំកងទ័ពក្នុងដំណាក់កាលប្រកាសអាសន្នមិនឲ្យដឹងខ្លួនជាមុនធ្វើឲ្យដេតចាក់ចេញពីអង្គភាពនៅប្រឡប់ថ្ងៃ11ខែវិច្ឆិកាឆ្នាំ1976ជំហានបន្ទាប់របស់ខ្ញុំគឺសង្គ្រោះជីវិតភរិយាឲ្យរួចផុតពីសេចក្តីស្លាប់មុនពេលភ្លឺព្រឹកថ្ងៃ12វិច្ឆិកាឆ្នាំ1976ខ្ញុំប្រញាប់ទៅមន្ទីរពេទ្យដើម្បីដឹកយករ៉ានីមកអង្គភាពរបស់ខ្ញុំដែលបោះទីតាំងនៅភូមិកោះថ្មឃុំទន្លូងស្រុកមេមត់ពេលមកដល់ក្រឡេកឃើញយុទ្ធមិត្តបានជួយរៀបចំបន្ទប់ជញ្ជាំងភ្ជុលឲ្យខ្ញុំពួកគេបានដឹងថាកូនខ្ញុំស្លាប់និងភរិយាខ្ញុំឈឺពួកគេបានចូលរួមសោកស្ដាយជាមួយប្តីប្រពន្ធរបស់ពួកយើងវាស្ទើរតែហួសពេលតែវាជាសំណាងល្អដែលខ្ញុំយករ៉ានីមកឲ្យឈ្មោះបុរាណកាយទម្លាក់សុកចេញទាន់ពេលបើមិនដូច្នេះទេនឹងទៅជាក្រឡាភ្លើងហើយអាចឈានទៅដល់គ្រោះថ្នាក់ដល់ជីវិតជាមិនខានខ្ញុំបានបំពេញភារកិច្ចជាស្វាមីពិតប្រាកដសម្រាប់ភរិយាមួយរូបដែលបានលះបង់គ្រប់យ៉ាងដើម្បីរូបខ្ញុំដែលជីវជនពិការម្នាក់ខ្ញុំរកអូសបានល្អដើម្បីដុតកម្ដៅដែលជនបទហៅថាអាំងភ្លើងក្រោយឆ្លងទន្លេរួញឆ្នាំ1976ត្រូវជាឆ្នាំរោងធាតុអាកាសនៅតំបន់នោះត្រជាក់ខ្លាំងណាស់រ៉ានីមិនចេះផឹកស្រាដែលខ្ញុំសំហើយស្រេចដូចជាស្រាលាយទឹកឃ្មុំនិងសត្វអាញីខ្ញុំត្រូវដើររកថ្នាំរកពិធីផ្សំថ្នាំតាមចាស់ប្រាប់ខ្ញុំខ្លាចជាអ្នកចេះផ្សំថ្នាំដើម្បីសុខភាពភរិយាខ្ញុំធ្វើគ្រប់យ៉ាងតាំងពីបោកសំពត់ខោអាវដាំស្លដាំថ្នាំខ្ញុំមិនបានសម្រាកគ្រប់គ្រាន់ទេរយៈពេលប្រហែល2សប្តាហ៍សក់ក្បាលខ្ញុំសម្បូរដោយផេះព្រោះត្រូវផ្លុំភ្លើងដាំបាយដាំថ្នាំឲ្យភរិយារៀងរាល់ម៉ោង4ទៅម៉ោង5ភ្លឺខ្ញុំត្រូវក្រោកលាបពន្លៃត្រាំស្រាលើខ្លួនរ៉ានីនិងដុតភ្លើងពីក្រោមប្រហែលកន្លះខែរឿងមួយដែលខ្ញុំត្រូវបង្ហាញក្នុងអត្ថបទនេះ
គឺនៅពេលដែលមិនទាន់រឹងដៃជើងខ្ញុំមិនឲ្យរ៉ានីចេញពីបន្ទប់ទេខ្ញុំត្រូវដាំទឹកលាយទឹកក្តៅទឹកត្រជាក់ឲ្យនាងមួយក្នុងបន្ទប់នាងត្រូវបាយក្នុងបន្ទប់ដោយមានខ្ញុំជាអ្នកចម្អិនផ្ទាល់រឿងមួយដែលខ្ញុំមានមោទនភាពក្នុងឋានៈជាស្វាមីគឺពេលមួយខ្ញុំបានមន់មួយក្បាលពីអ្នកភូមិដែលគាត់ដឹងថាខ្ញុំមិនចេះអាកមន់គាត់ធ្វើឲ្យស្រេចហើយធ្វើជាខមន់បានមួយកូនឆ្នាំងពេលបាយខ្ញុំតែងយកខមន់ផ្ដល់ឲ្យភរិយាខ្ញុំទទួលទានខមន់មួយកូនឆ្នាំងនេះខ្ញុំបានត្រឹមភ្លក់ប៉ុណ្ណោះតែមិនបានហូបទេគឺទុកឲ្យប្រពន្ធទាំងអស់គាត់មិនបានដឹងទេព្រោះគាត់ហូបបាយមិនទៀងម៉ោងទាល់តែក្រោកពីសម្រាកទើបខ្ញុំយកបាយសម្លឲ្យគាត់ហូបប្តីប្រពន្ធយើងចាប់តាំងពីថ្ងៃរៀបការពេលកំណត់កំសត់រហូតកំណត់ម៉ាណែតពិតជាលំបាករកពាក្យរៀបរាប់មិនបានយើងក៏មិនដែលគិតថាយើងបានរស់រានមានជីវិតរហូតមកកាន់តំណែងកំពូលរយៈពេលជិតកន្លះសតវត្សនឹងមានកូនដែលអាចបន្តតំណែងកំពូលបែបនេះនោះដែរប្រវត្តិកំសត់មានចម្រៀងច្រើនបទតែបទដែលឆ្លុះបញ្ចាំងក្នុងព្រឹត្តិការណ៍នេះគឺបទអនិច្ចាកូនកំសត់ប្រវត្តិម្ដាយកម្មនៅទី
ក្តៅ